ទោះជំងឺគ្រុនផ្ដាសាយឆ្លងដល់សិស្ស 6,000 នាក់នៅក្នុងប្រទេសម៉ាឡេស៊ីបង្ខំឲ្យបិទសាលាប្រទេសម៉ាឡេស៊ីកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្ដាសាយទូទាំងប្រទេសដោយមានសិស្សានុសិស្សប្រហែល 6,000 នាក់បានឆ្លងហើយសាលារៀនជាច្រើនបានបិទជាបណ្ដោះអាសន្នដើម្បីការពារការរីករាលដាលបន្ថែមទៀតនេះបញ្ជាក់តាមការចេញផ្សាយរបស់សារព្រមាន CNA នៅថ្ងៃទី 14 ខែតុលានេះអគ្គនាយកក្រសួងអប់រំម៉ាឡេស៊ីលោក Mut Azam Hamad បាននិយាយថាសាលារៀនត្រូវបានក្រើនរំលឹកឲ្យអនុវត្តតាមការណែនាំអំពីសុខភាពយ៉ាងតឹងរឹងរួមទាំងការពាក់ម៉ាស់និងកំណត់ការជួបជុំធំស្រដៀងទៅនឹងវិធានការដែលបានប្រើក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 បើតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីចង្កោមឆ្លងជំងឺគ្រុនផ្ដាសាយចំនួន 97 នៅទូទាំងប្រទេសដែលជាការកើនឡើងយ៉ាងខ្លាំងតាំងពីសប្តាហ៍មុនភាគច្រើនត្រូវបានរកឃើញនៅក្នុងសាលារៀននិងមត្តេយ្យតំបន់ដែលរងគ្រោះខ្លាំងជាងគេរួមមាន Selangor, Kuala Lumpur, Putrajaya, Johor និង Kedah មន្ត្រីសុខាភិបាលបាននិយាយថាអាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទោះបីជាមានការថយចុះបន្តិចបើធៀបទៅនឹងឆ្នាំមុនក៏ដោយលោកបានព្រមានថាជាធម្មតាការឆ្លងកើនឡើងដល់ដំណាច់ឆ្នាំហើយបានជំរុញឲ្យប្រជាជនរក្សាអនាម័យនិងពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើនរដ្ឋាភិបាលម៉ាឡេស៊ីក៏កំពុងធ្វើការជាមួយក្រសួងអប់រំដើម្បីទប់ស្កាត់ការរីករាលដាលនិងធានាដល់សាធារណជនថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងបាន